บริษัทเคยบัตรแต่รถเนียงเปิมปีมันเคยเนียงมาเติบบัญชีอ้อยเนียงลีลีទៅប្រាប់ស្រីហើយនាងទាស័យស្រីបំណើចូលនាងធ្វើដំណើរទៅគ្មៀតក្មៃប្រាប់ដល់ព្រះនាងរាជក្សត្រីមកគាល់ស្វាមីនៃនាងបាទស្មូតតិចញញមួយងួយដេកបាទដោយលោកចាស់តារាលើកមកចឹងអីរឿងនោះដូចថាបែបកំសែកំសត់មនោសញ្ចេតនាបាទនឹកអឡោះអាល័យប្តីអង្គគេឲ្យកូនកើតមកគេមានអោហៅហើយរាហុលកូនអត់មានឪពុកហៅអង្គគេហើយឯងនឹងត្រូវគេមើងងាយថាមនុស្សស្រីមេម៉ាយចឹងទៅដូចថាមិនដឹងជាយ៉ាងម៉េចកើតអីមិនល្អខុសទោសអីយ៉ាងម៉េចបានជាប្តីទៅបួសចោលហើយបើថាទៅក៏ទៅចោះក៏គង់តែលាមួយម៉ាត់សំបីតែមួយម៉ាត់ក៏មិនប្រាប់អញ្ចឹងណាញោមបាទច្រើនណាស់រៀបរាប់អត់មានពេលនិយាយអស់ទេបាទដូចថាតូចកំសែកំសត់ណាញោមបាទហើយដល់ពេលខាងប្រុសនគរដតីហ្នឹងគ្រាន់តែលឺពេលសធាត់ចេញបួសចោលក៏នាំគ្នាផ្ញើបណ្ណាការមកទៅដឹងលើទៅហឹងអញ្ចឹងណាញោមមួយក៏មកពីរក៏មកចាំស្អាតនោះញោមបាទនឹងឯងស្អាតណាស់នឹងនិយាយសោធិរាពឹមពៀហ្នឹងហើយវនាងយសោធិរាពឹមពៀស្ម័គ្រស្មោះជាមួយព្រះស្វាមីទៅបួសមិនប្រាប់ក៏នៅតែមិនបែកចិត្តដែរហើយអាបណ្ណាការដែលគេលើកយកមកដើម្បីដណ្ដឹងហ្នឹងគឺថាមិនទាំងមើលផងបាទអត់ទៅមើលផងបាទគឺថាឮថាព្រះសទ្ធណាធ្វើទុក្ករៈកិរិយាផ្ទុំផ្ទាល់ផែនដីអីក៏ចុះមកអត់ផ្ទុំលើកាឡាព្រះបន្ទុំទេបាទនឹងឯងហើយស្លៀកដប់សម្ពុតធ្វើដូចអ្នកបួសអីហ្នឹងគឺថាស្ម័គ្រស្មោះហ่ะនឹងឯងតាំងពីនៅជាកណ្ណរីដែលអតីតទេវទត្តបាញ់សម្លាប់ប្តីទៅលួងលោមប្រពន្ធនាងកណ្ណរីហ្នឹងហើយស្ដេចពរាណសីហ្នឹងគឺថាប្រពន្ធជាមនុស្សហ្នឹងវាមិនគ្រប់ចង់បានប្រពន្ធសត្វទេរិឆានទៅទៀតដល់ពេលនោះក៏ឌីលស្ដីជេរដេញនឹងឯងថាសុកចិត្តងាប់ហើយឌីលដាក់ផ្ដាសាថាយើងនឹងគឺថាដល់នៅសេចក្តីឈឺចាប់នឹងឯងយ៉ាងណាក៏អុយម៉ែអុយអូននេះឯងនឹងអញ្ចឹងដែរហើយអីចឹងណាដាក់ផ្ដាសាដាក់ផ្ដាសាអ្នកបាញ់ប្តីនឹងបានស្ម័គ្រស្មោះហើយដល់ពេលចិត្តបរិនិព្វានទៅក៏សុំកម្មាទោសព្រះដែលមានវិភាកអង្ការខ្លួនឯងកើតត្រីហើយដល់ពេលកើតត្រីនឹងចាញ់គូហើយឃ្លានបរិភពបដូលស្មៅយ៉ាប្លង់ហើយព្រះបរមពោធិសត្វជាមេជាត្រីឈ្មោលជាប្តីនឹងទៅខំដោះអាបដូលស្មៅយ៉ាប្លង់មកវាហែលកាត់ភ្លឺស្រែអាភ្លឺស្រែនឹងទឹកវារាកវាមើលឃើញអញ្ចឹងណានៅក្រោមទឹកជ្រៅមើលឃើញកាត់វាស្រែទៅភ្លឺស្រែទៅរាកដល់ពេលអ្នកដែលគេដើរបរបាញ់ចាប់សត្វចាប់ត្រីនោះគេឃើញគេដេញកាប់នឹងខ្វែវដាច់កន្ទុយហើយដាច់កន្ទុយប៉ុណ្ណោះអត់បលេស្មៅយ៉ាប្លង់ទេណាញោមព្រោះហេតុតែស្ម័គ្រនឹងអូនបែកខ្លាយអូនចាញ់គួរបាទដូចចាញ់គួរឃ្លានបដូរស្មៅយ៉ាប្លង់អញ្ចឹងដែរណាត្រីបាទញោមដល់ពេលមុននឹងបរិនិព្វានក៏មកទោសព្រះអង្គឯងកាលដែលព្រះអង្គជាប្តីនៅក្នុងកំណត់ជាត្រីណាញោមបាទតែគេកាប់ដាច់កន្ទុយហើយនឹងឯងអត់បលេងស្មៅយ៉ាប្លង់នេះទៀតនៅតែពើមយកមកឲ្យប្រពន្ធបរិភពទៅលបានហ្នឹងសំណាងឲ្យគេកាប់ដាច់កន្ទុយក៏តែកាប់ចំខ្លួនអីទៅមិនកម្មទេញោមបាទស្ម័គ្រស្មោះគ្នាតាំងពីណាតាវិន័យមករឿងនឹងទៅរស់វែងឆ្ងាយរៀបរាប់ទៅក៏មិនអស់ខ្ញុំកណារៀបរាប់សង្ខេបតាក់ទងនឹងវងនឹងឯងរបស់ពួកសក្យៈនិងពួកកោលយៈដែលញោមខ្ញុំនិយាយលឿនឥឡូវម៉ោងក៏ច្រើនយើងបន្ទិនស្រូតទៅកន្លែងដតីទៀតបាទគឺខាងសក្យៈវងនឹងកោលយៈវងបាទនឹងឯងញោមចាំស្ដាប់ជួយគិតជួយរាប់ខ្ញុំបាទនឹងឯងខាងសក្យៈវងនេះគឺមានស្ដេចឈ្មោះថាជ័យសេនកោលយៈវងនឹងឈ្មោះថាទេវតហៈអញ្ចឹងណាញោមបាទហើយដល់ពេលស្ដេចជ័យសេននេះបាទមានកូន2បាទឈ្មោះថាសីហនុនឹង1និងយសោធិរានឹង1បាទហ្នឹងខាងសក្យៈបាទដល់ពេលខាងកោលយៈឯណោះមានកូន2ដែរបាទឈ្មោះអញ្ញនៈនិងកញ្ចនាអញ្ចឹងណាញោមហើយនគរទាំងពីរនេះពាក់ព័ន្ធបានគ្នាទៅវិញទៅមកបាទមានមេត្រីភាពគ្នារាប់អានគ្នាយកគ្នានឹងតាំងពីយូរពីយើងមកហើយបាទអញ្ចឹងបានវាមានទំនាក់ទំនងអីនឹងទៅវិញទៅមកហ្នឹងបាទខ្ញុំស្ដាប់ទៅណាបាទទិនមតនៈហ្នឹងឯងហើយដល់ពេលណែប្របាទសីហនុទៅបាននាងកញ្ចនាណាប្របាទសីហនុនៅខាងវងណាសក្យៈវងបាទដល់ពេលនាងកញ្ចនាមិញនៅណាកោលយៈយកគ្នាណាបាទយកគ្នាហើយមកគូហ្នឹងកូន2ម្នាក់មកខាង2មកខាង2ឥឡូវយកគ្នាហើយតកូល2ហ្នឹងដល់ពេលយកគ្នាទៅសីហនុនឹងនាងកញ្ចនានេះបានកូន7បាទនឹងឯងបមិតាអមិតា
អមិតោតនៈសកោតនៈនឹងឯងហើយនិខតោតនៈណាធោតោតនៈនឹងឯងប្របាទសពពុទ្ធបាទនឹងឯងចំនួន7ដល់ពេលខាងមកគូទៀតណោះគឺព្រះនាងយសោធរាបានជាមួយនឹងព្រះបាទអញ្ញនៈអានឹងគូទី2ណាញោមបាទព្រោះមកខាង2មកខាង2ឲ្យយកគ្នាមកគូឲ្យមកគូបាទដល់ពេលបានកូន4នាក់បាទគឺព្រះនាងណាមហាមយាទេវី1បជាបតិកោតមី1ណាទិនបាណៈ1ហើយនឹងសពពុទ្ធបាទឯនេះ7ឯណោះ4បាទឥឡូវយកគ្នាហើយណាបមិតាបានជាមួយនឹងព្រះបាទសពពុទ្ធបាទណាពនាងបមិតាស្រីខាងណាខាងសៈចៈបានសពពុទ្ធខាងណាខាងកោលយៈដល់ពេលបានកូនមក2អ្នកណាទេវទត្តនិងពនាងយសោធរា7បាទនឹងឯងដល់ពេលអមិតោនឹងក៏បាននឹងឯងមកគូបានគ្រួសារដែរហើយក៏មានកូនមួយបាទឈ្មោះអីបាទកូនមួយឈ្មោះតេសៈបាទឈ្មោះតេសៈបាទដល់ពេលអមិតោធនៈនឹងបានកូន2គឺបាទមហានាមនិងអនុរុទ្ធបាទនឹងឯងដល់ពេលសកោធនៈណាបានកូន1គឺអានន្ទបាទនឹងឯងបានហើយ4គូបាទបាន4ហើយបាទហ្នឹងឯងទាំងអស់វា7បាទហើយដល់ពេលនិធោធោតនៈធោតោតនៈបាទអត់ឮថាមានបានអីទេបាទអត់ទេនឹងឯងដល់ពេលខេតតោតនៈហ្នឹងក៏អត់បានដែរណែមកដល់ព្រះបាទសពអត់ទោសធោតនៈបាទបានសធោតនៈហ្នឹងទៅបាននឹងពនាងបាទមេយាទេវីមានកូនមួយគឺព្រះសទ្ធត្ថហើយដល់ពេលបាននាងបជាបតិកោតមីបានកូន2គឺនឿននិងពនាងរូបនន្ទីបាទហើយដល់ពេលណែព្រះសទ្ធត្ថទៅបានកូនសពពុទ្ធគឺពនាងយសោធរា7ហើយបានកូនមួយគឺរាហុលបាទនឹងឯងដល់ពេលមហានាមខាងណាខាងសច្ចៈបាទតបានជាមួយនឹងនាងទាសីដូចកុកហ្នឹងនាងទាសីហើយដល់ពេលបានកូនមួយគឺវាសភៈខត្តយាបាទហើយវាសភៈកត្តយានេះត្រូវពួកសច្ចៈលើកយកទៅឲ្យប្របាទបសិនទីកោសលនៅឯសាវវត្ថីបានកូនមួយគឺវិឌុដភៈបាទហើយអារឿងប្រកាន់តកូលនេះពេលដែលវិឌុដភៈមកនឹងកបិលផោះនេះបាទមកលេងជីតាមកលេងបងប្អូនខាងណាខាងម៉ែខាងម្ដាយអញ្ចឹងណាញោមបាទខាងឪពុកគឺប្របាទបសិនទីកោសលនៅឯសាវត្ថីបាទដល់ពេលមកលេងកបិលផោះនេះខាងម្ដាយបាទប៉ុន្តែម្ដាយនឹងជាទាសីទេប៉ុន្តែឪពុកគឺជាស្ដេចគឺមហានាមវារឿងប្រកាន់តកូលនឹងខ្លាំងណាស់ខាងសច្ចៈនឹងមាននេះរឿងតកូលនឹងបាទអញ្ចឹងហើយបានប្រពុតយាងទៅយាងមកមិនថ្លែងគុំមិនញោមបាទនៅតែចាស់បាទក្មេងដេញឲ្យទៅនៅចេញទៅឆ្ងាយក្រៅអស់ដល់ពេលនឹងឯងពួកនឹងឯងមហាជនពួកអីហ្នឹងនាំគ្នាមាននេះអត់ព្រមថ្លែងគុំព្រះអង្គទាំងវិឌុដភៈអីមកក៏អត់មានណាសពិសទេហើយវិឌុដភៈសពិសគេអត់ទាំងអស់ដល់ពេលអញ្ចឹងទៅរឿងមកទៅគេមិនពេញចិត្តទៅដល់ពេលទៅវិញទៅក៏គេឲ្យទាសីយកទឹកដោះយមលៀងកន្លែងអង្គុយមិនអញ្ចឹងណាញោមបាទរឿងហ្នឹងតបតិគ្នាហ្នឹងក៏ស្ដីក៏ជេរមិត្តក៏បរុសវាចាទៅដល់ពេលអញ្ចឹងទៅគឺវាបានរឿងការចងពីហ្នឹងតែជំរឿដល់ពេលយើងទៅដើមរាជបានយើងនឹងសម្រាប់ពួកសច្ចៈយកឈាមពីកំពង់កមកលៀងកន្លែងយើងអង្គុយបាទដល់ពេលក្រោយមកនោះឯងបានទីខករាយណៈនោះខឹងប្របាទបសេនទីកោសលបាទបសេនទីកោសលនឹងជាមិត្តសម្លាញ់ជាមួយនឹងពន្ធលក្ខណៈបដីដល់ពេលទៅរៀនសាលាជាមួយគ្នាដល់ពេលទៅរៀនទៅចេះទៅបង្ហាញក្បាច់គុណហើយពួកញាតិនឹងនិយោដែកដាក់ក្នុងពងរស័យខ្លួនឯងឡើងកាប់វាល្មមមករស័យដល់ពេលវាមានដែកវាអត់ដឹងដល់ពេលកាប់ទៅវាលឺសលេងដែកដល់ពេលចឹងទៅខឹងថាពួកនឹងអត់ប្រាប់បើសិនបើប្រាប់កាប់មិនអោយលឺសលេងទេរស័យទាំងបាច់ញោមដល់ពេលខឹងចង់ស្លាប់បាទចង់ស្លាប់ពួកមលក្ស័ត្រពួកពន្ធលក្ខណៈបដីនៅនោះកុសេនរាណា
แม่ลวงลมทางอ๋อยอดเตโกนก็เตงโกนก็เตจิธรรมดาประไปในcáiแต่งแต่ធ្វើអញ្ចឹងឯងលួងលោមទៅក៏អត់ស្លាប់ទេប៉ុន្តែខឹងក៏អត់នៅឯណាកុសេនារាទេបាទមកនៅជាមួយនឹងប្របាទបសេនតិក៏សល់ជាសម្លាញ់ដល់ឡាពេលមិនអស់មិនហើយនេះពួកអ្នកកាត់ក្តីកោងនេះខឹងព្រោះពេលដែលពន្ធលក្ខណៈប្តីមករឿងក្តីណាដែលគេកាត់កោងពន្ធលក្ខណៈប្តីសើរើសាថ្មីម្ចាស់ដីត្រូវបានដីបាទមិនមែនម្ចាស់អត់ពេលកលមុនអត់ទេម្ចាស់ដីអត់មិនមែនម្ចាស់បានហើយអ្នកកាត់ក្តីគឺបាទកោងពុករលួយគេហៅថាសេះមាត់ពីរអញ្ចឹងណាញោមបាទអ្នកកាត់ក្តីកោងកើតជាតិណាកើតប្រែតកើតអីគឺខ្វេះសាច់ខ្នងខ្លួនឯងស៊ីញោមសាច់ខ្នងខ្វេះទាំងដុំបាទយកមកស៊ីបាទរឿងនេះមិនមែនរឿងបង្អើលទេបាទរឿងមាននៅក្នុងកម្ពីបាទហើយបើសិនជាអត់សិលទេវាងាយរត់គេចផុតទេញោមបាទរឿងអញ្ចឹងក្នុងពិភពលោកបាទនឹងអញហើយមិនបាច់ចាំទៅបរឡោកផងបាទប្រទេសខ្លះគឺគេស្រាវជ្រាវរាវរកឃើញគេចាប់ដាក់គុកទាំងនៅរស់ហ្នឹងបាទហើយក៏អាយុច្រើនហើយក៏ស្លាប់ក្នុងគុកទាំងមិនទាន់ផុតកំណត់គេប្រឡែងមកផងបាទនឹងយើងក៏គិតសង្វេគអាណិតអាសូរសពសัตว์បាទដល់ពេលអញ្ចឹងទៅក៏ចំណែនខឹងទៅញុះញង់បរិជាថាពន្ធលក្ខណៈប្តីហ្នឹងមានបំណងដើម្បីដណ្ដើមរាជហើយចុះបកូនឡើងលហងញោមបាទដូចតពាំងហ្នឹងឯងកូនម្ដងប៉ុន្មានម្ដង2 2 16ដង32បាទហើយនាងម៉ូលេកាដែលជាប្រពន្ធពន្ធលក្ខណៈប្តីហ្នឹងមិនចាញ់គូហើយមិនចង់ទងូតទឹកស្រះមង្គលនៅឯវេសាលីរឿងនេះវាវែងឆ្ងាយតណាបាទដល់ពេលអញ្ចឹងទៅបានព្រះរាជាបសេនិកោសលនេះតិចស្រាលមិនសូវឆ្លាតទេបាទដល់ពេលគេញុះញង់ទៅជឿដល់ពេលទៅជឿទៅបង្កើតព្រឹត្តិការណ៍ថាមានរឿងបះបោនៅឯជនបទបាទឲ្យពន្ធលក្ខណៈប្តីព្រមទាំងកូន32នេះទៅរងាប់ហើយក៏ប្រើអ្នកកលាំងនៅតាមផ្លូវចាំសម្លាប់បាទដោយសារមិនដឹងមុនបាទសម្លាប់ឲ្យកាត់ក្បាលបាទកូន32ពុកមួយ33នាងម៉ូលេកាកំពុងប្រកេនចង្ហាន់លោកគេផ្ញើសបុតទៅអានរួចដឹងយកដាក់ក្នុងត្រកសពុតប្រកេនចង្ហាន់លោកទៅវងើយនាងទាស័យណាមួយទៅលើកអាពេញអាប៉ាន់នោះវាជាពុបជើងនឹងចុងឈើមួយនោះក៏បែកដល់ពេលព្រះសិរីបុត្រលោកដឹងអំពីប្តីហើយនឹងកូនស្លាប់ហើយលោកថាំងនាងអើយរបស់ណាដែលវាបានជាបែកហើយក៏ឲ្យវាបែកទៅចោះណាញោមបាទនាងម៉ូលេកាប្រាប់លោកម្ចាស់ហើយខ្ញុំកណាទទួលបាននៅសម្បត្តិដែលគេប្រាប់ថាកូនហើយនឹងប្តីសរុបទាំងអស់33នាក់ត្រូវគេសម្លាប់កាត់ក្បាលក្នុងពេលតែមួយជាមួយគ្នាខ្ញុំបកករណាមិនបានធ្វើឲ្យមានអាការៈផ្លែកផងចាំបាច់និយាយអីបែកពេញបែកប៉ាន់ប៉ុណ្ណឹងណាញោមបាទលោកជួយរំលឹកមកពីលោកដឹងដោយញៀនអញ្ចឹងណាញោមបាទដល់ពេលក្រោយមកព្រះរាជាដឹងខុសអញចាញ់ការញុះញង់គេហើយតសម្លាប់សម្លាញ់ដែលស្ម័គ្រស្មោះតាំងពីនៅរៀនជាមួយគ្នាចាក់ទឹកមិនលិចខុសព្រះរាជាញោមបាទខុសដល់ពេលខុសហៅនាងម៉ូលេកាមកសុំទោសហើយឲ្យពោថាបើនាងចង់បានអីប្រាប់មកនឹងឯងហើយក៏កូនភាសាឲ្យទៅនៅផ្ទះវិញអស់ហើយណាបាទចុះប្តីស្លាប់អស់ហើយនោះបាទមួយម៉ាយ32នាក់បាទនឹងកូនម៉ានម្នាក់ទេទៅផ្ទះម៉ែវិញរៀងខ្លួនទៅហើយដល់ពេលនាងម៉ូលេកាអត់មានសំពោអីពីព្រះរាជាទេហើយក៏មិនខឹងក្រោតចង់កនុំជាមួយស្ដេចដែរគ្រាន់តែសុំទៅនៅឯកុសេនារាវិញទៅនៅកុសេនារាបានបន្តិចពុទ្ធមិនបរិនិព្វានមិនចឹងញោមហើយអោលតាមហាប្រាសាទនឹងពាក្យតាំងកាលការតែម្ដងនឹងដោះយកទៅចម្លៀងជាស្នឹមអីដល់ពេលគេសែងសពព្រះអង្គកាត់មុខផ្ទះកូនឲ្យដាក់ព្រះបរមសាស្តាចុះតិចមកកូនម៉ែសុំបូជាទៅយកអោលតាមហាប្រាសាទក្របញោមតាំងពីបស័យស័កដល់ចុងជើងនាងម៉ូលេកាណាញោមបាទហើយក៏ដល់ពេលត្រូវលះចាក់លោកនេះទៅក៏ទៅដោយស្កប់ស្ងាត់ទៅញោមបាទទៅជាមួយប៉ុនទៅប្តីកូនទៅបីពេលនឹងគេមិនសម្លាប់ក៏គង់តែស្លាប់ចោលគ្នាទៅទាំងអស់បាត់គ្មានសល់មិនអញ្ចឹងណាញោមបាទដូចយើងអញ្ចឹងនៅមានកូនម៉ានអ្នកត្រូវបាត់ទាំងអស់អ្នកទោះបីគេអាឡុំមិនទាន់ស្លាប់នៅរស់តែរៀងខ្លួនតែដល់ពេលមួយដូចតែនេះបាទមិនមែន33ទេមកសង្សារវត្តហ្នឹងមិនដឹងប្រមាណរំអស់ទេមុខតែចោលតែទាំងអស់មិនសល់សូម្បីត្រឹមតែមួយអ្នកទាំងខ្លួនយើងអង្គុយកប៉ុកនេះផងក៏មិនសល់ផងបាទនឹងឯងទៅណាទៅមកណាក៏មកទៅនៅរស់សិនបាទទៅមុខទៀតបាទមិនមែនចេះទៅបាននៅបានរស់បានទេមិនអញ្ចឹងណាញោមបាទដល់ពេលអញ្ចឹងទៅណែព្រះរាជានឹងមិនត្រូវមិនវិទូដភៈមិនដដើមរាជដោយសារអីដោយសារទីខករាយណៈជាបងប្អូនពន្ធលក្ខណៈប្តីខឹងព្រះរាជាដែលសម្លាប់ពន្ធលក្ខណៈប្តីនឹងកូនខឹងណាដល់ពេលបបួលវិទូដភៈឲ្យដដើមរាជណាថាបើវិទូដភៈមិនដដើមទេខ្លួននឹងដដើមព្រោះពេលហ្នឹងព្រះរាជាកំពុងតែដោះគ្រឿងអលង្ការចូលទៅស្ដាប់ធម្មជាតិនិយាយសូត្រអត់ពាក្យអត់តែងខ្លួនទេណាញោមដល់ពេលអញ្ចឹងវិទូដភៈទីខករាយណៈបបួលក៏ដដើមរាជប្រដាប់រាជនឹមអាមាត្យនឹមទៀតអីអស់បាទទុកតែទាស័យម្នាក់ហើយនឹងសេះមួយបាទដល់ពេលព្រះរាជាស្ដាប់ធម្មជាតិនិយាយសូត្ររួចចាញ់មកបាត់អស់លីសល់តែទាស័យនឹងសេះមួយក៏ខឹងហើយបញ្ជន80ហើយញោមរួចស្លោឈាម
បាទខឹងហើយកូនខ្លួនឯងបង្កើតណាដល់ពេលអញ្ចឹងឡើងសេះមិនទៅរាជគ្រឹះទៅរកបាទអាជាសតុឲ្យជួយខ្ញុំនិយាយនៅរាជការរាមអញ្ចឹងណាញោមបាទលះលហន់ទៅក៏សយវិទីវង្គត់ទាំងអត់យោះមកពីមិនគោរពប្រសង់នោះបាទនឹងឯងសកលវិទីវង្គត់នៅឯរាជគ្រឹះនឹងរឿងហោហែខ្ញុំរៀបរាប់ណាពូជពងវងតកូលស័កចាក់មកហើយបានខ្ញុំនិយាយមករឿងតិចប្រហើយណាខាងដើមមកនោះបាទតាំងពីបឋមកាលនឹងគឺមានស្ដេចឈ្មោះថាមហាសមតិរាជបាទមហាសមតិរាជនេះបាទមានកូនឈ្មោះរោជាស្ដេចរោជាមានកូនឈ្មោះវរោជាសោយរាជតគ្នាមកណាញោមបាទបន្តមកទៀតបានកូនឈ្មោះកល្យាណៈបាទកល្យាណៈសោយវិទីមង្គតទៅបានកូនឡើងសងរាជត្រឈ្មោះថាវរៈកល្យាណៈបាទផុតពីវរៈកល្យាណៈទៅមន្ធាតុបាទផុតពីមន្ធាតុទៅគឺវរៈមន្ធាតុតគ្នាកូនបាទញោមវែងឆ្ងាយរឿងនឹងតពូជពងវងតកូលនឹងគឺមិនចេះតិចបាទហើយបន្ទាប់អំពីវរៈមន្ធាតុទៅបានឧបោសថបាទបន្ទាប់ពីឧបោសថទៅណាវរៈបន្ទាប់អំពីវរៈទៅឧបវរៈបានបន្ទាប់អំពីឧបវរៈទៅបានមគ្គទេវៈតគ្នាអញ្ចឹងបន្ទាប់អំពីស្ដេចមគ្គទេវៈនឹងទៅបានណាស្ដេចចំនួនណា84000បាទក្រុងរាជតគ្នាបាទបន្ទាប់អំពីនោះមកបានដល់តកូលអកាករាជហើយ3បាទមានអកាករាជទី1អកាករាជទី2អកាករាជទី3ដោយនៅស្រុកខ្មែរអញ្ចឹងគេស្ដេចស្អីវរ្ម័នទីម៉ានទី1ទី2ទី3ដូចគ្នាអញ្ចឹងណាបាទវរ្ម័នដូចគ្នាមិនមែនមានទី1មានទី2មានទី3បាទហើយដល់ពេលស្ដេចបាទអកាករាជទី3នេះមានមហេសីបាទចំនួន5នាក់បាទហត្ថាចតាចន្ទោនិងជាលនីវិសាខាបាទមហេសីដែលធំច្បងណាញោមបាទហើយមានបរិវារហ្នឹងសិតតែ500នាក់បាទច្រើនណាស់បាទដល់ពេលមហេសីដែលជាច្បងគេមានកូន9បាទគឺស្រី5ហើយនឹងប្រុស4បាទគឺប្រុសហ្នឹងគឺអការកៈណាឈ្មោះមួយទៀតនោះណាអការកៈមុខៈហ្នឹងហើយហើយបន្តមកទៀតហ្នឹងគឺណាការកណ្ឌៈនិងហត្ថិនិកៈនិងសិនិពុរៈនិងកូន4បាទនឹងប្រុសដល់ពេលស្រីគឺពេយាសុពិយាអនន្តៈវិជិតានិងវិជិតសេនាហ្នឹងហើយញោមបាទ9ដល់ពេលម្ដាយរបស់កូនទាំង9អ្នកនឹងសោយវទីមង្គតទៅព្រះរាជាមានមហេសីថ្មីមួយទៀតស្អាតដោយបវរកញ្ញាដល់ពេលនៅជាមួយគ្នាទៅបានកូនមួយឈ្មោះចន្ទោកូននឹងទៅបង្កើតបាន5ថ្ងៃយកមកឲ្យព្រះរាជាមើលព្រះរាជាឃើញពេញចិត្តស្រឡាញ់ហើយឲ្យពោហើយនាងម្ដាយនឹងទទួលពោនឹងទុកសែនមិនទាន់សុំអីទេពេលឲ្យពោនឹងមិនន័យថាចង់បានអីរបស់ដែលខ្លួនឯងចង់បានពេញចិត្តនឹងក៏ប្រាប់ទៅប៉ុន្តែមិនទាន់ប្រាប់ទេដល់ពេលកូននឹងរៀងធំមកល្មមថាឡើងគ្រងរាជបាទព្រះនាងដែលជាមហេសីក្រោយនឹងភាសាជាមួយពពួកញាតិសូមរាជជាសម្បត្តិពីព្រះរាជាដើម្បីឲ្យជន្ទកុមារនឹងឡើងគ្រងរាជនឹងឯងហើយបានព្រះរាជានឹងថានាងចង្រៃនាងឯងនឹងអត់ឃើញកូនយើងទេឡើងលហងហ្នឹងហើយគិតឲ្យកូនយើងនឹងវិនិច្ឆ័យអន្តរាយអញ្ចឹងទៅអញ្ចឹងណាញោមឯមហេសីចង់គេមហេសីដើមគេមានកូនដើមនឹងឡើង9នាក់ហើយមិនគិតឲ្យគេឡើងគ្រងរាជឯងកើតមកក្រោយគេចង់គេនឹងចង់ទាយុទ្ធគ្រងរាជដល់ពេលក៏ទុកសិនទៅដល់ពេលក្រោយមកស្ងាត់នៅជាមួយគ្នាអីទៅប្រប្តីប្រពន្ធនៅទៅនិយាយទៅដល់និយាយទៅរំលឹកមកថាមហាបពិតជាស្ដេចព្រះអង្គគឺមិនត្រូវនិយាយណាយ៉ាងណាហើយមិនធ្វើតាមទេអញ្ចឹងណាសរុបសេចក្តីមកគឺថានិយាយយ៉ាងណាត្រូវធ្វើយ៉ាងហ្នឹងដល់ពេលលំអុកនិយាយហើយនិយាយទៀតព្រះរាជានិយាយអត់រួចហាមចេញក៏ហៅកូនទាំង9នាក់ហ្នឹងមកបាទចាប់អបទ្រូងកូនប្រុសហើយក៏រៀបរាប់ប្រាប់ថាឪពុកឃើញចន្ទោស្អាតស្រឡាញ់មិនបានពិចារណាឲ្យពោដល់ម្ដាយឥឡូវម្ដាយគេហ្នឹងគេសុំពោដើម្បីឡើងគ្រងរាជឪពុកហ្នឹងសុំទោសកូនអញ្ចឹងកូនចេញទៅនៅព្រៃសិនទៅចាំដល់ពេលអត់ពីឪពុកចាំមកឡើងគ្រងរាជហើយកូនចង់បានសេះចង់បានដំរីអីទ្រព្យសម្បត្តិអីក៏ចូលយកទៅយ៉ាងណាញោមបាទដូចថាអាណិតអាណោចកសិកសក់យំសឹកសួលអីចឹងជាមួយកូនហ្នឹងអាណិតកូន
ដល់ពេលកូនហ្នឹងក៏មិនថាអីទេហើយក៏សុំកម្មាទោសព្រះបិតាដល់ពេលអញ្ចឹងទៅក៏ចេញទៅមិនចាំថានឹងយកអីទៅទេបាទហើយដល់ពេលប្អូនស្រី5នាក់ហ្នឹងក៏សុំទៅជាមួយបងដែរបាទអត់នៅទេបងចេញទៅក៏ទៅដែរដល់ពេលចេញទៅបានមួយថ្ងៃញោមបាទមនុស្សដែលនាំគ្នាទៅតាមព្រះអង្គហ្នឹងគឺមកយោជព្រោះអ្នកដែលទៅតាមនឹកឃើញថាតអនាគតព្រះរាជាកុមារនឹងឡើងគ្រងរាជ្យដល់ពេលព្រះរាជាកុមារឡើងគ្រងរាជ្យជាស្ដេចអាចនឹងបានតំណែងបាទនេះនោះក្រសួងមេឃុំមេភូមិមែនណារបៀបដូចចឹងណាញោមបាទមួយថ្ងៃចេញទៅមនុស្សដើរទៅតាមបានមួយយោជ2ថ្ងៃ2យោជ3ថ្ងៃ3យោជបានព្រះរាជាគិតថាយើងមានគ្នាប៉ុណ្ណឹងបើសិនជាយើងចង់ទៅដើមនគរណាដីណាកន្លែងណារបស់អ្នកណាដើម្បីឡើងគ្រងរាជ្យក៏បានដែរក៏ប៉ុន្តែធម្មតាលើផែនដីហ្នឹងណាវាមានកន្លែងដែលទំនេរច្រើនណាស់អញ្ចឹងយើងមិនចាំបាច់ទៅដណ្ដើមរបស់គេទេអាហ្នឹងក៏យើងគួរគិតដែរណាញោមបាទស្អីសម្រាប់ហូបសម្រាប់រស់មើលកបីគោគេស៊ីស្មៅគេមិនចាំបាច់ទៅធ្វើចោលណាមិនចឹងញោមហើយយើងជាមនុស្សយើងរស់អីរស់ឲ្យត្រឹមត្រូវមិនបានទេចាំទៅលួចគេហ្នឹងមិនចឹងញោមបាទមនុស្សយើងវាអត់ចេះគិតណាបាទនឹងឯងខ្វះសមត្ថភាពក្នុងការរស់ឲ្យសុចរិតបាទតើទៅធ្វើចោលបានរស់បានបាទដល់ពេលអញ្ចឹងទៅតមកដល់កន្លែងនឹងឯងបាទមកដល់កន្លែងនឹងឯងមកជួបតាបោះនោះឈ្មោះកពិលៈទៅរៀនមុនរៀនអាគមរៀនស្អីណានៃសិល្បៈទៅបួសបាទបួសមកដល់កន្លែងហ្នឹងតាបោះនោះចេះមួនមួយឈ្មោះថាភូមិតលៈបាទចេះមើលទៅក្រោម80ហត្ថទៅលើ80ហត្ថមើលទៅឃើញដឹងថាកន្លែងនេះអត់មានអន្តរាយជាទីកន្លែងដែលជ័យភូមិបាទស្មៅនឹងវាវិលជាតកណាវ័នញោមវាវិលអាចុងវានោះវិលទៅស្ដាំអញ្ចឹងហើយអាចុងវាស្រួចបែរទៅទិសខាងកើតបាទដោយលោកម្ចាស់លើកមកអញ្ចឹងបើថាខ្លាវាដេញមរឹកដល់ពេលអាមរឹកនឹងមកដល់កន្លែងហ្នឹងវាដេញខ្លាវិញពស់ដេញកែបដេញកដុលដល់ពេលមកដល់ហ្នឹងអាកដុលនឹងពស់ហ្នឹងវាទៅអាកដុលនឹងកែបហ្នឹងវាទៅដេញពស់វិញអញ្ចឹងណាញោមបាទបើបុរសណាម្នាក់កើតឡើងនៅក្នុងទីទឹកដីនេះអាចមានអំណាចគ្របសង្កត់បុរស100នាក់ក៏បាន1000នាក់ក៏បានសូម្បីតែបុរសអ្នកដែលកើតក្នុងត្រកូលច័ន្ទឌៀលក៏អាចមានអំណាចគ្របសង្កត់ដល់ទៅស្ដេចចក្រពត្តិក៏បានដែរអញ្ចឹងណាញោមបាទពាក្យស្រុកខ្មែរណាក្នុងលោកក៏គេហៅដែរគេហៅថាទឹកដីជ័យភូមិអញ្ចឹងបានមុនគេធ្វើរាជធានីមុនមួយគេហៅឲ្យទៅមើលអញ្ចឹងណាញោមបាទយ៉ាងណាព្រះបរមពុទ្ធសាសនាព្រះអង្គចេះមុនបាទឈ្មោះថាភូមិតលៈបាទហ្នឹងឯងហើយព្រះបរមពុទ្ធសាសនានឹងឈ្មោះអីឈ្មោះកពិលៈបាទដល់ពេលរាជកុមារមករៀបរឿងប្រាប់តបោះនឹងអាណិតអញ្ចឹងព្រះរាជកុមារចូលកសាងព្រះនគរនៅត្រង់ទីកន្លែងនេះចោះហើយចោះលោកម្ចាស់នឹងបានអីទៅណៃណាថាកុំចាំបាច់គិតពីអាត្មាអីធ្វើតែកន្លែងមួយឲ្យអាត្មានៅទៅបានហើយដល់ពេលកសាងនគរទៅឲ្យដាក់ឈ្មោះថាកបិលភ័ស្ត្រតាមឈ្មោះនេះណាតាមឈ្មោះតាបោះនឹងបាទដល់ពេលនៅទៅជាសុកជាសានជាសម្រានទៅបាទដល់ពេលនឹងទៅពួកអាមាត្យបាទទាំង8នាក់នោះដែលព្រះបិតាចាត់ឲ្យមកមើលមកថែនោះធំនោះបាទនឹកឃើញថាបើសិនបើព្រះរាជកុមារនៅក្នុងសំណាក់ព្រះបិតាត្រូវព្រះបិតារៀបចំសំភគុំឲ្យបានប្តីបានប្រពន្ធមិនអញ្ចឹងណាញោមបានតែឥឡូវនេះអត់មានព្រះបិតាទេអញ្ចឹងមានតែពួកយើងហ្នឹងអញ្ចឹងក៏ចាប់ឲ្យបានគ្នាជាប្តីជាប្រពន្ធបាទពួកកុមារទាំងអស់នោះអត់ព្រមយូរអ្នកដតីទេដើម្បីកុំឲ្យវាច្រឡំទៅដោយជាតិបាទអញ្ចឹងមាននយោបងប្អូនគ្នាឯងបាទយកទៅមកគូទៅដល់ពេល9មិនតោកមួយបាទហើយតោកនោះមិនតោកមីកប៉ោឯណាតោកមីបងបាទនឹងឯងគេយកតែពួកក្មេងៗទៅបងនៅទៅបាទហើយមានតែយកណា2អីនៅសល់តោកមួយដល់ពេលក្រោយមកបងនោះមិនកើតឃ្លួងហើយរឿងនេះខ្ញុំមិននិយាយនៅរៀបមកគ្រាមិនអញ្ចឹងណាញោមបាទដល់ពេលអញ្ចឹងទៅជីកទៅដីធ្វើអងម៉ងឯណានោះហើយក៏លួងលោមបងស្រីនោះថាឲ្យទៅកំសាន្តព្រៃព្រោះថាធម្មតាបើនៅជាមួយមនុស្សកើតឃ្លួងចឹងវារង្គៀសអញ្ចឹងណាញោមវាអាចឆ្លងអីចឹងទៅហើយក៏នឹមបងទៅឲ្យចូលនៅក្នុងអងម៉ងក្នុងដីក្នុងរូងឈើហ្នឹងទៅក៏បិទទៅមាននំនេជែកអំពៅឯណារបស់ក្រៀមក្រោះហូបបងប្រះបាននោះក៏ទុកដាក់ឲ្យបងទៅហើយក៏មកទៅដល់ពេលនោះស្ដេចរៀមនៅឯនគរពរាណសីមិនកើតឃ្លួងដែរមិនចឹងញោមបាទទុកឲ្យកូនឡើងគ្រងរាជទៅខ្លួនឯងក៏ចេញមកនៅក្នុងព្រៃមកបាទដល់ពេលមកនៅទៅក៏អាស្រ័យនឹងឫសដើមក្របៅបាទយកមកដាំយកមកផឹកទៅក៏ជារោគឃ្លួងនឹងទៅបាទនឹងឯងហើយដល់ពេលពនាងហ្នឹងនៅក្នុងលាងនៅក្នុងហ្នឹងទៅក៏ខ្លាធំវាធំក្លិនពេលដល់ថាខ្លាធំវាធំក្លិនទៅវាមិនទៅកកាយដល់ពេលទៅកកាយទៅឯនោះមិនស្រែកអាពេលទៀបភ្លឺហ្នឹងហើយដល់ពេលស្ដេចរៀមហ្នឹងមិនលឺសំឡេងហ្នឹងកាលមុនវាលឺតែខ្លាទេលើកនេះមិនមែនលឺតែខ្លាធំណាវាលឺខ្លាស្រីស្គាល់ខ្លាស្រីមិនត្រឹមតែខ្លាស្រីទេតែ3សាទៀតផងតាមធរកន្លែងខ្លានោះយាកទៀត
ញោមបាទដូចទេវបុតខ្លះទៅកើតឋានតាវតឹងដល់ពេលទៅជួបពួកអស្ត្រីទេពអសរសិតពួកស្រីអីគេញោមពួកស្រីបិសាចធ្វើឲ្យបរោះអំវែងបាទខ្ញុំថានឹងខ្លាស្រីនឹងស្រាលទេកន្លែងខ្លះថាយៈកន្លែងខ្លះថាបិសាចបាទហ្នឹងហើយសពថ្ងៃនឹងដឹងដែរដឹងតែខ្លួនឯងបិសាចដែរបាទលោកគ្រូថាងជេងអស់ឆ្អឹងមិនកណូហើយដោយសារតែបិសាចបាទដោយសារតែបិសាចស្រីហ្នឹងតាសើចទៅដល់បើលោកគ្រូឬគ្រូថាងជេងត្រូវរឿងសើចតែច្រឡងថយណាបានបាទហ្នឹងហើយចឹងបាទដល់ពេលអញ្ចឹងទៅណែព្រះរាមនេះមិនទៅមើលញោមព្រោះធម្មតាព្រះរាមនេះមិនតែងទៅរឿងអារំពាសាច់យំមកស្ងោអញ្ចឹងញោមដល់ពេលលើកនេះឮសលេងខ្លាស្រែកផងឮសលេងស្រីស្រែកផងដើរទៅមើលមានអីសលេងមនុស្សមានតក្រៀមហ្នឹងតើទៅមើលទៅដឹងថាអូមនុស្សស្រីទេតាហើយសួរថានេះឯងអ្នកណាខ្ញុំមានតក្រៀមហើយចោលមកពីណាមកពីណីថាមកពីនគរពីកន្លែងនេះឯងកបិលភ័យអីហ្នឹងដល់ពេលអញ្ចឹងទៅក៏ថាឡើងមកយើងជួយតងដៃឲ្យឡើងមកថាទេអត់ទេខ្ញុំអត់ឡើងទេខ្ញុំកាត់រកឃ្លួងកាត់រកឃ្លួងបាទប្រកាន់ជាតិមិនអោយបរោះដតីណាជាតិសាសដតីមកប៉ះមកចាប់ទេក៏ឲ្យនោះប្រាប់ថាឡើងមកខ្ញុំក៏ជាខ្សាត់ដែរនោះថាមិនជឿទេបើនេះឯងខ្សាត់មែនអញ្ចឹងសម្ដែងមាយារបស់ខ្សាត់មកបន្តិចមកអញ្ចឹងញោមញោមមាយារបស់ខ្សាត់យ៉ាងម៉េចទៅតាមនឹងទៅដល់ពេលនោះក៏ដឹងបាទយកស្ដាយគេដឹងគ្នាមាយារបស់គេរៀងខ្លួនអញ្ចឹងញោមបាទដល់ពេលអញ្ចឹងទៅក៏តងកនឹមឡើងមកហើយក៏បាទដាំឬកបៅនឹងឲ្យបរភពទៅក៏បាទជារោគឃ្លួងនឹងទាំងអស់គ្នាទៅហើយសម្បល់មាសដូចគ្នាញោមពនាងនឹងក៏អញ្ចឹងហើយដល់ពេលព្រះរាមនឹងក៏អញ្ចឹងក៏ស្រឡាញ់គ្នានៅជាមួយគ្នាទៅក៏កូនម្ដង2ក៏ពី16ដងក៏32កូនដល់ពេលក្រោយមកព្រានព្រៃមិនទៅជួបអញ្ចឹងណាញោមដឹងថាស្ដេចរបស់អញតើព្រានសីទៅប្រាប់ព្រះរាជបុត្រណាកូនដែលកំពុងគ្រងរាជហើយនោះក៏លើកចតុរង្គកសេនាមកអារាធនាព្រះបិតាឲ្យទៅគ្រងរាជវិញជាឃ្លួងហើយហ្នឹងណាបាទដល់ពេលអញ្ចឹងទៅបិតាថាមិនទៅទេអញ្ចឹងអ្នកឯងចូលកសាងនគរឲ្យយើងនៅកន្លែងហ្នឹងទៅហើយអ្នកឯងទៅគ្រប់គ្រងនគរព្រានសីទៅបានកូននឹងគ្នាកាប់ដើមកបៅអញ្ចឹងណាញោមកាប់ដើមកបៅដើម្បីធ្វើនគរអញ្ចឹងបាននគរនេះគេហៅថាកលយៈបាទដើមកបៅបាទកន្លែងនេះហៅថាស័កចាព្រោះពួកសក្យៈហ្នឹងគឺជាពួកអ្នកក្លាហានឃ្លាវខ្លាអញ្ចឹងហើយបានហៅថាសក្យៈហ្នឹងញោមបាទហៅថាសក្យៈហ្នឹងអញ្ចឹងបានពូជពងទាំងពីរតកូលហ្នឹងក៏យកគ្នាតគ្នាប្រតិគ្នាដូចខ្ញុំរៀបរាប់មកមិញហ្នឹងណាញោមបាទនឹងឯងកន្លែងនេះញោមមើលតាំងពីបឋមកັບហើយព្រះមហាសមតិរាជនេះណាព្រះបរមពោធិសត្វចោះកពិលៈតបោះនោះណាព្រះបរមពោធិសត្វហើយចោះសទ្ធិនោះណាគេព្រះបរមពោធិសត្វកន្លែងព្រះអង្គនៅយូរហើយហ្នឹងញោមបាទរួចហើយក៏ព្រះអង្គចេញបួសអីទៅបាទរៀបរាប់ខេបខ្លីៗនេះឯងបាទហ្នឹងឯងរឿងរ៉ាវពុទ្ធប្រវត្តិនេះញោមក៏ស្ដាប់រឿយៗខ្ញុំរៀបរាប់តែប៉ុណ្្នឹងទេបាទទុកពេលយើងដើរចេញទៅមើលខាងក្រៅហើយស្រូតបន្តិចទៅទៀតបាទសូមរីករាយត្រេកអរអនុមោទនា